បាទសូមជម្រាបសួរបាទព័ត៌មានក្តៅហើយថ្មីបាទកម្មវត្ថុគឺករណីសំណើសូមរាជរដ្ឋាភិបាលមេត្តាចាត់វិធានការលើការធ្វើទីផ្សារដោយការផ្ដល់រង្វាន់តាមរយៈគម្របដបនិងក្រវិលកំប៉ុងក្នុងឧស្សាហកម្មភេសជ្ជៈនិងគ្រឿងស្រវឹងបាទអញ្ចឹងកម្មវត្ថុខ្ញុំអានជូនមិញបាទឥឡូវខ្ញុំសូមជម្រាបជូនឬអានជាលិខិតក្នុងខ្លឹមសារលិខិតទាំងស្រុងតែម្ដងព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រទីស្តីការគណៈរដ្ឋមន្ត្រីលេខ695សជនពោតូថ្ងៃប្រហោះ12រោចខែចែកឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2568រាជធានីភ្នំពេញថ្ងៃទី24ខែមេសាឆ្នាំ2025ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តមអគ្គបណ្ឌិតសភាចារឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្មវត្ថុករណីសំណើសូមរាជរដ្ឋាភិបាលមេត្តាចាត់វិធានការលើការធ្វើទីផ្សារដោយការផ្ដល់រង្វាន់តាមរយៈគម្របដបនិងក្រវិលកំប៉ុងក្នុងឧស្សាហកម្មភេសជ្ជៈនិងគ្រឿងស្រវឹងយោងលិខិតរបស់ក្រុមហ៊ុន Heineken ក្រុមហ៊ុនភេសជ្ជៈនិងគ្រឿងស្រវឹងចំនួន4និងសមាគមអ្នកនាំចូលនិងចែកចាយស្រាបៀរនិងស្រាចុះថ្ងៃទី18ខែមីនាឆ្នាំ2025លិខិតលេខ277ខណូ025ចុះថ្ងៃទី19ខែមីនាឆ្នាំ2025របស់ខុទ្ទកាល័យសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដំណើរដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី21ខែមេសាឆ្នាំ2025សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តមលោកជំទាវមេត្តាជ្រាបថារាជរដ្ឋាភិបាលបានឃើញនឹងឯកភាពគោលការណ៍ដូចខាងក្រោម1ក្នុងករណីមានការហាមឃាត់ចំពោះការផ្ដល់រង្វាន់តាមរយៈក្រវិលកំប៉ុងឬគម្របនៃផលិតផលគ្រឿងស្រវឹងនិងភេសជ្ជៈនោះត្រូវកំណត់នៅរយៈពេលសមរម្យណាមួយដូចជា6ខែឬ1ឆ្នាំដើម្បីក្រុមហ៊ុនទាំងនោះអាចត្រៀមខ្លួនជាមុន2រៀបចំកិច្ចប្រជុំរវាងម្ចាស់ក្រុមហ៊ុននិងផលិតស្រាបៀរនិងភេសជ្ជៈនិងក្រវិលស្ថាប័នពាក់ព័ន្ធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីបិទមិនឲ្យមានការផ្ដល់រង្វាន់ទាំងអស់នាពេលវេលាសមស្របអាស្រ័យដោយបានជម្រាបជូនខាងលើសូមឯកឧត្តមលោកជំទាវមេត្តាជ្រាបនិងចាត់ចែងអនុវត្តចម្លងជូនក្រសួងមហាផ្ទៃក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ក្រសួងសុខាភិបាលក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាខុទ្ទកាល័យសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការអគ្គនាយកគយនិងរដ្ឋកោកម្ពុជាអគ្គនាយកដ្ឋានពន្ធដារក្រុមហ៊ុន Heineken Cambodia ឯកសារកលប្រវត្តិជួសរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីរដ្ឋលេខាធិការប្រចាំការបណ្ឌិតសភាចារហ៊ីងធូរ៉ាស៊ីបាទចឹងខ្លឹមសារទាំងមូលខ្ញុំអានពីលើមកក្រោមពីឈ្មោះទៅស្ដាំអស់អត្ថន័យអាលីងហើយបាទហ្នឹងហើយចឹងគ្រាន់តែចែករំលែកនៅខ្លឹមសារដូចមានចែងក្នុងលិខិតទាំងមូលនេះដល់បងប្អូនបាទហើយកុំភ្លេចជួយចុច Subscribe និង Share ផងព័ត៌មានបន្តទៀតនឹង Admin នឹង Share ជូនបន្តទៀតដែរសូមអរគុណ